សួស្តីបងប្អូនទាំងអស់គ្នានៅក្នុងវីដេអូនេះគឺខ្ញុំនិយាយអំពី IDE សម្រាប់ធ្វើការសរសេរនៅ Java Spring Boot ក៏ប៉ុន្តែខ្ញុំក៏ធ្លាប់ធ្វើពីមុនមកដែរប៉ុន្តែដោយសារតែបងប្អូនយើងសួរហើយខ្ញុំក៏គិតថាបើសិនជាបងប្អូនយើងថ្មីចង់ចាប់ផ្ដើមធ្វើការសរសេរជាមួយនឹង Java Spring Boot បើសិនជាអត់ប្រាប់ខ្លះៗទេប្រហែលជាគាត់អាចនឹងពិបាក research ឬក៏ research ដែរអាចប្រើពេលយូរអញ្ចឹងណាអញ្ចឹងវីដេអូនេះសម្រាប់អ្នកថ្មីដែលគាត់អត់ដែលធ្លាប់ប្រើប្រាស់នៅ Java Spring ហើយអត់ដឹងថាតើគួរប្រើ IDE មួយណាជាទូទៅវីដេអូរបស់ខ្ញុំគឺខ្ញុំប្រើ IntelliJ ដោយសារតែខ្ញុំស្និទ្ធមួយវាហើយប៉ុន្តែប្រវត្តិពីមុនមកក៏ធ្លាប់ប្រើនៅ NetBeans ក៏ដូចជា Eclipse ផងដែរអូខេអញ្ចឹងមែនតើទៅសម្រាប់ IDE ឬក៏ tool ដែលយើងអាចយកទៅប្រើជាមួយនឹងការសរសេរ Java Spring វាមានច្រើនប៉ុន្តែបើយើងចូលមកជាលក្ខណៈ official របស់ website spring.io ហើយ /tool នេះគឺឃើញថាមាន3ដែលជាគេ list នៅក្នុង website របស់គេទី1គឺតាក់ទងនឹង Visual Studio Code ឬក៏យើងហៅកាត់ថា VS Code អញ្ចឹងការដំឡើង Spring Tool នៅលើ VS Code គឺងាយស្រួលទេនៅលើ Visual Studio Code ហ្នឹងគឺយើងគ្រាន់តែដំឡើង Visual Studio Code បន្ទាប់មកទៀតធ្វើការ install នៅ plugin ជាការស្រេចប៉ុន្តែដោយសារតែសម្រាប់ខ្ញុំឃើញផ្ទាល់ថានៅលើ Visual Studio Code នោះវាជម្រើសមានន័យថាវាសម្បូរបែបពេកយើង install តែ plugin ឬក៏ extension គឺយើងអាចធ្វើការបានប៉ុន្តែជាទូទៅគឺខ្ញុំប្រើជាមួយតាក់ទងនឹង web តិចតួចទេហើយនឹង Visual Source Code តិចតួចប៉ុន្តែបើឲ្យខ្ញុំស្និទ្ធជាមួយនឹងការបៀនៅ system ដែលប្រើប្រាស់ Java Spring តែម្ដងទទួលស្គាល់គឺអត់ដែរទេវាពិបាកក្នុងការសរសេរដោយសារអត់សូវស្និទ្ធមួយវាអញ្ចឹងបើសិនជាយើងអត់ទាន់មាន VS Code យើងអាចចូលមកយើងអាច copy តែម្ដងមកងាយស្រួលអានេះសម្រាប់បងប្អូនថ្មីបងប្អូនដែលមានបទពិសោធន៍ហើយអាច skip វីដេអូហ្នឹងទៅអញ្ចឹងយើងចូល Visual Studio Code មកយើងធ្វើការ download ទៅអញ្ចឹងវាមានជម្រើសយើងតាក់ទងនឹង OS ដែលយើងប្រើដោយសារតែខ្ញុំប្រើ Mac OS អញ្ចឹងក៏វា suggest ខ្ញុំ download ទៅប៉ុន្តែខ្ញុំបាន install ហើយអូខេអញ្ចឹងដល់ពេលដែលយើង install Visual Studio Code ហើយយើងអាចចុចនៅកន្លែងនេះមកវានឹង open មកកន្លែងនេះយើងធ្វើការ install នៅ extension មានឈ្មោះថា Spring Boot extension pack មែនតើនៅក្នុងVS Code មិនត្រឹមតែយើង install នៅ Spring Boot extension ទេយើងត្រូវ install ជាមួយនឹង Java ក៏ដូច JDK ដែរដើម្បីអាចឲ្យយើងធ្វើការសរសេរបានអញ្ចឹងឥឡូវខ្ញុំសាក install តែម្ដងអូខេអានេះវារៀងយូរពេកអញ្ចឹងនៅពេលដែលខ្ញុំ click ពីនេះមកវានឹង redirect មកដែរអញ្ចឹងខ្ញុំធ្វើការ install តែម្ដងអូខេ trust publisher and install មែនតើទៅនៅពេលដែលយើងធ្វើការ install នៅ extension យើងត្រូវដឹងច្បាស់ដែរដោយសារតែ extension មួយចំនួនវាអត់បាន verify ជាមួយនឹង VS Code ទេអញ្ចឹងដល់ពេលយើង install យើងត្រូវមើលដែរអូខេនេះយើងត្រាស់មកអូខេឥឡូវខ្ញុំ search មុនឲ្យទៅគឺតាក់ទង Java បើតាមខ្ញុំដូចជាធ្លាប់ install ដែរតាក់ទង Java អូនេះអត់ install ទេអូខេ Java អូខេយើងមានអាច JDK អត់តែមើលអូខេ Java គឺអូខេហើយអញ្ចឹងកន្លែងនេះវាត្រូវការពេល install អញ្ចឹងវាកំពុង install អញ្ចឹងយើងត្រូវចាំវាបន្តិចទៅអូខេឥឡូវខ្ញុំសាក click ពី Spring Boot extension ម្ដងទៀតអូខេអញ្ចឹង Spring Boot អូខេអានេះនៅ installing នៅឡើយអូខេអានេះសម្រាប់ Spring Boot initialize Java support អញ្ចឹងបើសិនយើង install វាយើងអាចធ្វើការ create នៅ Spring project នៅលើ VS Code តែម្ដងបើយើងអត់ install ទេយើងចូលមកកាន់website start.spring.io មកក៏អាចធ្វើការ create បានដែរជាទូទៅកុំ install ច្រើនពេកអីជឿខ្ញុំទៅព្រោះអីវាពេលដែលយើង install ទៅវា RAM memory យើងហើយ
មែនមានន័យថាលុះតាទៅពេលយើងប្រើបានវាចាប់ដើមស៊ីណាចឹងតែយើង install ទៅវាស្មើនឹងយើងយកវាយកមកផ្ទុកនៅលើ computer របស់យើងហើយចឹងបានពេលខ្លះខ្ញុំ uninstall វាទេប្រើហើយជួនកាល uninstall វិញគ្រាន់តែសាកល្បងមើលចឹងណាអូខេចឹង Java មួយទៀតអូខេបន្តមកទៀតខ្ញុំអាចសាកធ្វើការបើកវាជាមួយនឹង project ដែលធ្លាប់មានពីមុនមកហើយខ្ញុំសាកអូខេអានេះឥឡូវខ្ញុំបានបើក project web code ដែលខ្ញុំបានធ្វើការ create កាលពីវីដេអូមុនហ្នឹងយកមកដាក់នៅលើ VS Code ឬក៏ Visual Studio Code ហ្នឹងចង់ដឹងថានៅពេលដែលខ្ញុំ install នៅ Spring Boot extension tool ហ្នឹងហើយបូកនឹង Java មួយទៀតតើខ្ញុំអាចធ្វើការសរសេរនៅ Java Spring នៅលើ VS Code បានអត់ឥឡូវខ្ញុំសាកមើលនេះគឺគេ recommend ឲ្យយើងធ្វើការ install នៅ Java យ៉ាមុននេះយើងបាន install ហើយតាពីព្រោះអីនៅពេលដែលអូខេអានេះ extension pack for Java ពីព្រោះអីនៅពេលដែលយើងបើកនៅ project របស់យើងវានឹងដឹងថាអូខេតើ project របស់យើងប្រើ language អីគេដើម្បីធ្វើការសរសេរអញ្ចឹងនៅពេលខ្ញុំដាក់ Java ចូលទៅវាអូខេសាក់ចេះហើយយើងអូខេឥឡូវខ្ញុំសាកចូល main Java អូខេនេះឥឡូវខ្ញុំសាក right click យក run project without debug ខ្ញុំមកកន្លែងទាញទៅលើបន្តិចឲ្យស្រួលមើល log ខ្ញុំឆ្ងល់តែកុំព្យូទ័រខ្ញុំនៅពេលដែល record អញ្ចឹងទៅចង់ចាប់ទាញអាបាននេះទៅលើពេលដាក់ម្ដងវាដូចធុងវេទនាដែរប៉ុន្តែនៅពេលដែលយើងអត់ record វីដេអូចាប់ទាញទៅស្រួលឥឡូវពិបាកចាប់ទាញពេកខ្ញុំដាក់ទៅខ្ញុំចង់ចាប់ទាញតែវា load ផ្លឹបអូខេអញ្ចឹងនៅពេលដែលយើងធ្វើការ run project Spring Boot របស់យើងនៅលើ VS Code run បានដែរដូចគ្នានេះអញ្ចឹងវា start នៅ port 8081អញ្ចឹងយើងអាចធ្វើការ test អានេះកាលពីវីដេអូចាស់ដែលយើងបាន generate project ហ្នឹងអញ្ចឹងវីដេអូនេះខ្ញុំនិយាយពី tool ទេអញ្ចឹងយើងគ្រាន់តែចាប់យកអាកន្លែងចំណុចក្នុង tool សិនទៅឬក៏ IDE ហ្នឹងអូខេខ្ញុំចុច send IO 400 not found អូខេអានេះrun ម្ដងទៀតអានេះវា complete initialization in 1 millisecond Tomcat start port with 8.81request mapping មួយអូខេAPI/user ចាំមើល វា auto អានេះដោយសារយើងអត់ប្រើនៅ div tool អូខេឥឡូវខ្ញុំ run ម្ដងទៀតអូខេដើរដូចគ្នាអញ្ចឹងនៅពេលដែលយើងធ្វើការ install នៅ Spring Tool for Visual Studio Code ហ្នឹងនេះគឺ extension របស់វាចាំម្ដងទៀតគឺមានឈ្មោះថា Spring Boot Extension Pack អូខេនៅពេលដែលយើង install ហើយវានឹង recommend ឲ្យយើងធ្វើការ install នៅ Java មួយទៀតដើម្បីឲ្យយើងអាចធ្វើការសរសេរ Java អញ្ចឹងនេះគឺជា project Spring Boot ដែលយើងយកវាមកសរសេរនៅលើ VS Code អូខេមុនហ្នឹងឃើញដូចជាវាសាក់ចេះយើងល្អដែរអញ្ចឹងមានន័យថាយើងអាចធ្វើការសរសេរបានច្រើនអញ្ចឹងឥឡូវឧទាហរណ៍ខ្ញុំថែមទៅនេះមួយសិនអានេះអូខេអញ្ចឹងយើងអាចសរសេរ keyword របស់ Java ហើយនេះគឺខាងនេះគឺតាក់ទង package អូខេទោះបីវាមិននិយាយរួមទៅដោយសារខ្ញុំស្និទ្ធមួយ IntelliJ អញ្ចឹងរៀងពិបាកចាំតិចកន្លែងនេះអូខេយើងអាចមកមើល library របស់វាបានទៀតល្អតានេះនៅពេលខ្ញុំ click
control មកមើល file by ID ហ្នឹងនេះឃើញវា load មក library ហើយ download លឿនទៀតអូខេល្អហើយតាប៉ុន្តែកន្លែងនេះគឺយ៉ាបែបនេះអញ្ចឹងកន្លែងនេះ file if user is present យ៉ាល្អអញ្ចឹងវាសាក់ចេះកូដល្អដែរតាប៉ុន្តែដោយសារតែនៅកន្លែងនេះខ្ញុំមាន Copilot អញ្ចឹងហើយប្រហែលជាវាជួយ auto complete code ឲ្យខ្ញុំអញ្ចឹងបើសិនជាបងប្អូនអត់មាន Copilot ទេខ្ញុំអត់ដឹងថាយើងត្រូវទៅសេមួយវាអត់ដឹងថាវាសាក់ចេះ auto complete ឲ្យយើងឬក៏យើងទៅសេត្រូវទៅសេទាំងអស់ហើយព្រោះ IDE មួយចំនួនវាតម្រូវឲ្យ developer ធ្វើការសរសេរពី1រហូតដល់10អីចឹងណាយើងវាអត់ auto សាក់ចេះក៏អត់ជួយ auto complete ឲ្យយើងដែរវាតម្រូវឲ្យយើងធ្វើការសរសេរដោយខ្លួនឯងដូចយើងសរសេរនៅលើ notepad ឬក៏ notepad plus អញ្ចឹងណាអូខេប៉ុន្តែសម្រាប់ VS Code កន្លែងនេះឃើញថាវាជួយ auto សាក់ចេះក៏ដូចជា auto complete ឲ្យយើងដែរអញ្ចឹងវាល្អដែរអូខេអញ្ចឹងយើងទៅមួយទៀតតាក់ទងនឹង Eclipse សំណួររបស់គាត់សួរថាតើយើងអាចទៅសេ Java Spring ឬក៏ប្រើប្រាស់ Eclipse ដើម្បីធ្វើការសរសេរនៅ Spring Boot បានអត់បានអញ្ចឹងយើងអាច download មកចូលមកបេះតាម OS របស់យើងមែនតើខ្ញុំអត់ទាន់បាន install ដែរទេកន្លែងហ្នឹងអញ្ចឹងខ្ញុំចុច download ហើយខ្ញុំនឹង stop video សិនដោយសារតែប្រហែលជាវាចំណាយពេលdownload អូខេ